សម្រាប់មួយមុខនេះធានាឲ្យហ្មងពេលបងប្អូនធ្វើហើយដឹងតែញ៉ាំបាយឆ្ងាញ់ញ៉ៃរសជាតិហ្នឹងគឺយើងយកបែបប្រៃផ្អែមជូរហឹរតិចតិចទៀតតើគឺញ៉ាំបាយជក់មាត់មែនទែនត្រីប្រាហើមហ្នឹងគឺខ្ញុំទិញអស់ត្រឹមតែ 8000 ទេបងប្អូននិយាយទៅពេលដែលធ្វើហើយញ៉ាំបានឡើងមកផ្ទះហ៎ហើយជាពិសេសសាច់ត្រីប្រាហើមហ្នឹងបងប្អូនកុំយកអាផ្នែកសាច់វាសុទ្ធណាយកអាកន្លែងពោះដូចខ្ញុំចេះហ៎មិនធ្វើទៅញ៉ាំឆ្ងាញ់ណាដោយសារតែកាលណាយើងជាតិសាច់ពោះវាអញ្ចឹងញ៉ាំទៅគឺខ្ទេចខ្ទីណាហើយពោះត្រីប្រាហើមហ្នឹងមិនយកមកជាតិបងប្អូនគួរតែលាងឲ្យច្រើនទឹកបន្តិចណា3ទៅ4ទឹកហើយកោះអារំអល់នៅស្បែកវាចោលឲ្យស្អាតដូចខ្ញុំបង្ហាញហ្នឹងណាបន្ទាប់ពីយើងធ្វើស្អាតហើយទុកវាឲ្យស្ងួតទឹកសិនចាំយើងយកមកចៀនដើម្បីជៀសវាងពេលដែលយើងដាក់ចៀនទៅគឺវាអត់ទុះខ្លាញ់នៅខាងក្រៅទេហើយជាពិសេសគឺបានក្រៀមល្អទៀតចំពោះការចៀនគ្រាន់តែយើងចាក់ប្រេងនឹងឲ្យក្តៅមកល្មមហើយដាក់ត្រីប្រាហើមនឹងយកទៅចៀនពេលដែលយើងចៀនរួចរាល់ហើយគឺយើងស្រង់វាទុកឲ្យស្រស់ខ្លាញ់សិនណាម្ទេសឆានៅពេលដែលយើងធ្វើដោយខ្លួនឯងចេះបន្ត្រូវនឹងរសជាតិដែលខ្លួនឯងចូលចិត្តបងប្អូនពេលដែលធ្វើហើយហ្នឹងគឺខ្ញុំទុកបានរាប់ខែអត់ចេះខូចទេចំពោះការលាយទឹកគ្រឿងផ្សំគឺខ្ញុំប្រើជាមួយនឹងម្ទេសឆាបើសិនជាបងប្អូនអត់មានជាម្ទេសឆាប្រើជាមួយនឹងម្ទេសស្រស់គឺបានដូចគ្នាចំពោះគ្រឿងផ្សំនេះខ្ញុំអត់សូវប្រើច្រើនមុខប៉ុន្មានទេណាប្រើតែ3មុខទេជាមួយនឹងម្សៅស៊ុបប៊ីចេងហើយនឹងស្ករប៊ីចេងគឺខ្ញុំដាក់ចូលកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេដូចគ្នាចំណែកស្ករគឺប្រើរៀងច្រើនបន្តិចដោយសារតែរសជាតិគឺយើងយកបែបរៀងជូរអែមចឹងហើយស្ករខ្ញុំប្រើចំនួន4ស្លាបព្រាកាហ្វេបន្ទាប់មកទៀតគឺខ្ញុំដាក់ទឹកធម្មតានឹងចំនួន5ស្លាបព្រាបាយក្រូចឆ្មាចំនួន2ផ្លែពេលដែលដាក់គ្រឿងត្រូវទាំងអស់នេះមើលតើបានគ្រប់គ្រឿងគឺខ្ញុំកូរគ្រឿងនេះធ្វើម៉េចឲ្យវាក្លាយជាល្បាយតែមួយសិនណាអញ្ចឹងហើយយើងងាកមកលេងជាមួយនឹងខ្ទឹមសដើម្បីត្រៀមធ្វើត្រីជូរអែមបងប្អូនពេលដែលយើងលេងខ្ទឹមនេះមើលថាវាឡើងក្រៀមក្លិនឈ្ងុយហើយចាប់ផ្ដើមចាក់ទឹកសោះដែលយើងលាយមិញហ្នឹងចូលតែម្ដងពេលដែលវាឡើងពុះតិចតិចហើយបងប្អូនចាប់ផ្ដើមដាក់សាច់ត្រីប្រាដែលយើងចៀនមិញហ្នឹងណាដាក់ទៅរំងាស់ជាមួយគ្នាគឺយើងរំងាស់ត្រីហើយនឹងទឹកគ្រឿងផ្សំទាំងអស់នេះធ្វើម៉េចឲ្យវាឡើងខាប់កាលណាយើងរំងាស់កាន់តែខាប់គឺធ្វើឲ្យសាច់ត្រីនេះវាកាន់តែចូលជាតិបានល្អចំពោះការប្រើភ្លើងហ្នឹងណាយើងអត់ប្រើជាមួយនឹងភ្លើងខ្លាំងពេកទេប្រើភ្លើងមកល្មមទៅបានហើយបងប្អូនកាលណាបើសិនយើងប្រើភ្លើងនឹងខ្លាំងពេកគឺធ្វើឲ្យសាច់ត្រីនេះវាអត់ចូលសព្វជាមួយនឹងទឹកគ្រឿងផ្សំបានល្អទេចឹងហើយការប្រើប្រាស់ភ្លើងបងប្អូនបាច់ចាំបខំវាទេយើងដាក់រំងាស់វាតាមតាណាទៅចាបន្ទាប់ពីវារីងមើលតែខាប់បានប៉ុណ្នេះហើយនិយាយពីថាសាច់ត្រីនឹងចូលជាតិបានល្អមែនទែនហើយជាពិសេសគឺពណ៌ត្រីនឹងឡើងក្រហមស្អាតណាស់បងប្អូនរសជាតិនឹងក៏ឆ្ងាញ់ចំណែកក្លិនវិញគឺឈ្ងុយឈ្ងប់ពេញផ្ទះហ្មងបងប្អូនគឺឈ្ងុយខ្លាំងណាស់អញ្ចឹងហើយសម្រាប់មួយមុខនេះនៅពេលដែលធ្វើហើយធានាឲ្យថាដឹងតែញ៉ាំបាយចោះជាមិនខានសម្រាប់ខ្ញុំមកពេលដែលធ្វើម្ហូបនេះម្ដងគឺដាំបាយរៀងច្រើនបន្តិចដោយសារតែរសជាតិហ្នឹងគឺញ៉ាំជក់មាត់ណាស់បើសិនជាបងប្អូនចង់ដឹងពីរសជាតិអីអាចសាកធ្វើតាមខ្ញុំបានណាធានាឲ្យថាដឹងតែជាប់ចិត្តមុខម្ហូបនេះជូនចំពោះបងប្អូនចង់ខាអត់ដឹងថាធ្វើអីញ៉ាំហើយមិនចាំរនឹកអីច្រើនណាសាកតាមមុខនេះទៅធានាឲ្យដឹងតែបាយបានហើយជាពិសេសសាច់ត្រីហ្នឹងដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងកុំយកអាសាច់សុទ្ធយកមកធ្វើញ៉ាំគឺអត់សូវឆ្ងាញ់ទេណាយើងយកអាផ្នែកពោះអញ្ចេះយកមកធ្វើគឺត្រូវរសជាតិជាងពេលដែលយើងញ៉ាំទៅត្រូវនឹងរសជាតិជូរអែមផងហើយសាច់ពោះនឹងរីកខ្ទិះទៀតណានិយាយពីថាបាយហ្នឹងអត់ក្រោម2ទៅ3ចានទេបងប្អូនអើយគឺញ៉ាំឆ្ងាញ់មែនទែន